សង្គ្រាមនៅមជ្ឈមបូព៌ាហាក់ឡើងកម្ដៅសាជាថ្មីនៅសប្តាហ៍នេះនៅថ្ងៃសៅរ៍ទី1សីហានាវាទឹកប្រេងមួយគ្រឿងបានរងការវាយប្រហារនៅក្បែរច្រកសមុទ្រអរម៉ូសដែលស្ថិតនៅចម្ងាយ20គីឡូម៉ែត្រពីឆ្នេរអូម៉ង់ទីភ្នាក់ងារសមុទ្ររបស់អង់គ្លេសបានដឹងថាម៉ាស៊ីនរបស់នាវានេះរងការខូចខាតដោយគ្រាប់មីស៊ីលមិនស្គាល់អត្តសញ្ញាណតែគ្មាននរណាម្នាក់រងគ្រោះឡើយរីឯនាវាទឹកប្រេងមួយគ្រឿងទៀតបានផ្ទុះឆេះនៅក្បែរតំបន់នោះការវាយប្រហារលើនាវាទឹកប្រេងនៅក្បែរច្រកសមុទ្រអរម៉ូសកើតឡើងមួយថ្ងៃក្រោយពីលោកដូណាល់ត្រាំគម្រាមវាយប្រហារអ៊ីរ៉ង់ឲ្យចាស់ដៃចំណែកបណ្ដាសារព័ត៌មានអាមេរិកបានរាយការណ៍ថាកងទ័ពអាមេរិកគ្រោងវាយប្រហារសម្ដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់នៅចុងសប្តាហ៍នេះរីឯអ៊ីរ៉ង់បានព្រមានថាចេតនារបស់ក្រុងវ៉ាស៊ីនតោនដែលចង់គ្រប់គ្រងច្រកសមុទ្រអរម៉ូសនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈមបូព៌ានេះបើយោងតាមប្រសាសន៍របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោកអាលីអាប់ឌុលឡាហ៊ីក្នុងសន្និសីទសារព័ត៌មានដែលបានគម្រាមថាបើសិនប្រទេសណាហ៊ានអនុញ្ញាតឲ្យអាមេរិកយកទឹកដីរបស់ខ្លួនប្រើប្រាស់ជាមូលដ្ឋានទ័ពឬធ្វើជាខែលការពារអាមេរិកនឹងត្រូវរងការវាយប្រហារយ៉ាងចាស់ដៃនៅអំឡុងសប្តាហ៍ចុងខែកក្កដានេះកងទ័ពអាមេរិកបានបាញ់មីស៊ីលយ៉ាងសន្ធឹកលើទីតាំងយោធារបស់អ៊ីរ៉ង់ជាច្រើនកន្លែងរួមមានទីបញ្ជាការកងទ័ពឃ្លាំងស្តុកមីស៊ីលនិងដ្រូនដោយបានចោទអ៊ីរ៉ង់ថាបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសយ៉ូដានីចំណែកអ៊ីរ៉ង់បានវាយប្រហារសងសឹកវិញសម្ដៅលើមូលដ្ឋានទ័ពអាមេរិកនៅកូវេតនិងបារ៉ែនគួរជាថានៅថ្ងៃសុក្រទី31កក្កដាអ៊ីរ៉ង់ទើបតែបានបាញ់នាវាទឹកប្រេង2គ្រឿងហែហោមដោយកងទ័ពអាកាសអាមេរិកឲ្យឆេះសន្ធោសន្ធៅដោយបានចោទថានាវាទាំង2គ្រឿងនេះបានព្យាយាមបើកឆ្លងកាត់ច្រកសមុទ្រអរម៉ូសប៉ាគីស្ថានដែលជាអន្តរការីចរចាសម្របសម្រួលរវាងក្រុងវ៉ាស៊ីនតោននិងក្រុងតេហឺរ៉ង់បានអំពាវនាវឲ្យភាគីជម្លោះអត់ធ្មត់សង្កត់ចិត្តនិងវិលត្រឡប់ទៅរកតុចរចាបញ្ចប់សង្គ្រាមនៅរុស្ស៊ីភេរវកម្មបន្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងល្ងាចថ្ងៃសៅរ៍ទី1សីហានៅភោជនីយដ្ឋានមួយកន្លែងកណ្ដាលទីក្រុងមូស្គូបើតាមតុល្យការណ៍បឋមមានមនុស្សយ៉ាងតិច3នាក់ស្លាប់និងរបួស21នាក់នេះបើយោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្មរុស្ស៊ីដែលបានបញ្ជាក់ថាជនបង្កជាស្ត្រីម្នាក់បើយោងតាមសារព័ត៌មានរុស្ស៊ីស្ត្រីជនបង្ករូបនេះបានព្យាយាមដើរចូលក្នុងភោជនីយដ្ឋានដោយបានអះអាងថាយកកាដូជូនភ្ញៀវរូបតែត្រូវសន្តិសុខបដិសេធនិងសុំឆែកឆេរជាមុនសិនស្រាប់តែពេលនោះគ្រាប់បែកកែច្នៃដែលផ្សំម្សៅ TNT ទម្ងន់ប្រមាណ1គីឡូក្រាមបានផ្ទុះដែលបានបណ្ដាលឲ្យស្ត្រីជនបង្កសន្តិសុខម្នាក់និងភ្ញៀវម្នាក់នៅក្បែរនោះបានស្លាប់បាត់បង់ជីវិតចំណែកអ្នករបួសទាំង21នាក់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រពន្ធដដែលបានដឹងថាគោលដៅនៃអំពើភេរវកម្មនេះគឺចង់សម្ដៅសម្លាប់លោក Alexander Chaiko មេបញ្ជាការកងអវកាសរុស្ស៊ីដែលកំពុងរៀបចំពិធីខួបកំណើត55ឆ្នាំរបស់លោកនៅក្នុងភោជនីយដ្ឋាននេះប៉ុន្តែជាសំណាងល្អលោក Alexander Chaiko បានរួចផុតជីវិតនិងមិនបានរងរបួសឡើយរូបភាពវីដេអូដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមបង្ហាញពីក្រុមស៊ើបអង្កេតនិងក្រុមប៉ូលីសកោសល្យវិច័យបានចុះអន្តរាគមន៍នៅកន្លែងកើតហេតុដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃអំពើភេរវកម្មរហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះអំពើភេរវកម្មនេះឡើយប៉ុន្តែក្រុមស៊ើបអង្កេតរុស្ស៊ីបានដាក់ការសង្ស័យថានេះអាចជាស្នាដៃរបស់ក្រុមចារកិច្ចរបស់អ៊ុយក្រែនគិតចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅក្នុងឆ្នាំ2022មានមេបញ្ជាការកងទ័ពនិងមន្ត្រីជាន់ខ្ពស់រុស្ស៊ីជាច្រើនអ្នកត្រូវគេសម្លាប់ដោយអំពើភេរវកម្មបំទុះគ្រាប់បែកដូច្នេះក្រុងមូស្គូបានចោទប្រកាន់ក្រុមចារកិច្ចអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការធ្វើឃាតមន្ត្រីជាន់ខ្ពស់រុស្ស៊ីទាំងនោះករណីខ្លះត្រូវបានភាគីអ៊ុយក្រែនប្រកាសទទួលស្គាល់ថាជាស្នាដៃរបស់ខ្លួនព្រោះជនទាំងនេះគឺជាអ្នកមានចំណែកដោយផ្ទាល់នៅក្នុងការធ្វើសង្គ្រាមឈ្នះពានអ៊ុយក្រែនគួរជាថានៅអំឡុងខែកក្កដាកន្លងទៅភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបានវាយប្រហារយ៉ាងខ្លាំងក្លាកងទ័ពរុស្ស៊ីបានបាញ់មីស៊ីលបាល់លីស្ទិកជិត400គ្រាប់និងដ្រូនប្រមាណ5000គ្រឿងចូលទឹកដីអ៊ុយក្រែនដែលបានបណ្ដាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់ចំណែកអ៊ុយក្រែនបានវាយប្រហារសងសឹករុស្ស៊ីដែលបានកំទេចមូលដ្ឋានយោធាទីតាំងយុទ្ធសាស្ត្ររុស្ស៊ីជាច្រើនកន្លែង